លើទៅកាន់ក្រុងម៉ាឌីណាបន្ទាប់ពីបានលាក់ខ្លួននៅក្នុងឡាងភ្នំសួរអស់រយៈពេល3យប់យ៉ាងមានសុវត្ថិភាពរួចមកនៅយប់ថ្ងៃច័ន្ទដើមខែរ៉ប៊ីអ៊ុលអវ៉ាល់ឆ្នាំទី1នៃហ៊ីជ្រ៉ោះពេលវេលានៃការធ្វើដំណើរវែងឆ្ងាយក៏បានមកដល់អ្នកដែលនាំផ្លូវព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគឺអាប់ឌុលឡាកូនរ៉ៃគិតអាឡៃស៊ីគាត់បាននាំយកសត្វអូត2ក្បាលមកដល់ភ្នំសួរតាមការណាត់ជួបព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងអប៊ូបការអ៊ីស៊ីឌីកព្រមទាំងអ្នកបម្រើរបស់អប៊ូបការអាមៀរកូនហ្វូហៃរ៉ោះក៏បានឡើងជិះធ្វើដំណើរភ្លាមដើម្បីគេចពីការតាមប្រមាញ់របស់ពួកកូរ៉ុចព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមិនបានធ្វើដំណើរតម្រង់ទៅទីក្រុងម៉ាឌីណាភ្លាមនោះទេប៉ុន្តែបានទៅទិសខាងត្បូងសម្ដៅទៅតំបន់យ៉ាម៉ាន់ជាមុនសិនរួចទៅបត់ទៅទិសខាងកើតឆ្ពោះទៅខាងឆ្នេរសមុទ្រក្រហមនិងបន្តឡើងទៅទិសខាងជើងតាមផ្លូវវាងដែលមនុស្សទូទៅកម្រនឹងធ្វើដំណើរឆ្លងកាត់បំផុតពួកគាត់បានធ្វើដំណើរពេញមួយយប់រហូតដល់ថ្ងៃត្រង់ចំផ្លូវចាប់ផ្ដើមស្ងាត់ជ្រងំព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានជប់សម្រាកនៅក្រោមទួលម្លប់ថ្មមួយកន្លែងនៅទីនោះអប៊ូបការបានសុំទឹកដោះពពែពីអ្នកខ្វៀលពពែម្នាក់ដែលដើរឆ្លងកាត់យកមកជូនព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពិសាលុះដល់ថ្ងៃទី2នៃដំណើររឿងមុជីសាត់អប៊ូតាហៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតបានកើតឡើងព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានធ្វើដំណើរឆ្លងកាត់ជំរំរបស់អ្នកស្រីអ៊ុំមូម៉ាបាត់នៅតំបន់គូដេតនៅពេលដែលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំសួររកទិញអាហារអ្នកស្រីបានសុំទោសទាំងសោកស្ដាយថាអ្នកស្រីគ្មានអាហារឬទឹកដោះអ្វីទទួលភ្ញៀវឡើយព្រោះវងពពែទាំងអស់ត្រូវបានដេញទៅខ្វៀលនៅឆ្ងាយនៅក្បែរជំរំនោះមានតែពពែញីទ្រង់ខ្សោយមួយក្បាលដែលដើរមិនរួចគ្មានទឹកដោះសូម្បីតែមួយដំណក់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានសុំការអនុញ្ញាតបូតទឹកដោះពពែនោះគ្រាន់តែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំចាប់ផ្ដើមបូតទឹកដោះពពែនោះភ្លាមទឹកដោះពពែក៏បានបាញ់ចេញមកក្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតពេញក្អមដ៏ធំមួយព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានជូនវាទៅឲ្យអ្នកស្រីអ៊ុំមូម៉ាបាត់និងអ្នករួមដំណើរពិសារហូតដល់ឆ្អែតទាំងអស់គ្នាលុះដល់ប្តីអ្នកស្រីត្រឡប់មកវិញហើយឃើញទឹកដោះពពែពេញក្អមគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលអ្នកស្រីរៀបរាប់អំពីលក្ខណៈសម្បត្តិដ៏ខ្ពង់ខ្ពស់របស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំប្រាប់ប្តីរបស់គាត់ក៏មានអារម្មណ៍រំភើបថាស្បត់នឹងព្រះជាម្ចាស់បរិសម្នាក់នេះហើយគឺជាម្ចាស់របស់ពួកកូរ៉ុចប្រសិនបើមានឱកាសខ្ញុំនឹងរួមដំណើរជាមួយគាត់ឲ្យទាល់តែបានប៉ុន្តែគ្រោះថ្នាក់ដ៏ធំមិនទាន់ផុតឡើយនៅពេលដែលពួកកូរ៉ុចដឹងខ្លួនថាត្រូវចាញ់បោកពួកគេបានខឹងសម្បាយ៉ាងខ្លាំងហើយបានប្រកាសផ្តល់រង្វាន់យ៉ាងមហាសាលអូត100ក្បាលចំពោះអ្នកណាដែលចាប់ឬសម្លាប់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងអប៊ូបការអ៊ីស៊ីឌីកបានរង្វាន់នេះបានធ្វើឲ្យព្រានព្រៃល្បីឈ្មោះម្នាក់គឺស៊ូរ៉ាកោះកូនម៉ាលិកលោករួចជិះសេះលបឿនលឿនដេញតាមដានជើងយ៉ាងប្រញាប់ដេញតាមរហូតដល់មើលឃើញក្រុមព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅចំពោះមុខអប៊ូបការអ៊ីស៊ីឌីកភ័យយ៉ាងខ្លាំងហើយបានពោលថាអោអ្នកនាំសាររបស់អល់ឡោះស្ត្រូវដេញទាន់យើងហើយប៉ុន្តែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅតែមានចិត្តស្ងប់ស្ងាត់និងបានមានប្រសាសន៍ថាចូលអ្នកកុំបារម្ភអីពិតណាស់អល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាស្ថិតនៅជាមួយពួកយើងខណៈពេលដែលស៊ូរ៉ាកោះកូនម៉ាលិកបង្កើនលបឿនសេះចូលទៅជិតរៀបនឹងទាញធ្នូបាញ់ស្រាប់តែសេះរបស់គាត់ជំពប់ជើងដួលខ្ទាតចេញពីគាត់មានអស់ចិត្តក៏ឡើងជិះជាលើកទី2ប៉ុន្តែលើកនេះជើងមុខទាំងពីររបស់សេះបែរជាលេចចូលទៅក្នុងដីខ្សាច់រហូតដល់ក្បាលជង្គង់ហាក់ដូចជាមានកម្លាំងអាកំបាំងអ្វីម្យ៉ាងទាញជាប់នៅពេលសេះប្រឹងដកជើងឡើងធូលីដីបានហុយត្រឡប់ឡើងលើផ្ទៃមេឃដូចជាផ្សែងគ្រានោះស៊ូរ៉ាកោះភ័យញ័ររន្ធត់និងដឹងខ្លួនភ្លាមថាបុរសម្នាក់នេះត្រូវបានការពារដោយព្រះជាម្ចាស់គាត់បានស្រែកសុំក្តីសុវត្ថិភាពនិងសន្យាថានឹងត្រឡប់ទៅវិញហើយដេញជំរុញអ្នកប្រមាញ់ផ្សេងទៀតមិនឲ្យមកទីនេះឡើយមុនពេលដែលស៊ូរ៉ាកោះត្រឡប់ទៅវិញគាត់ក៏បានសុំលិខិតធានាសុវត្ថិភាពមួយច្បាប់ពីព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានឲ្យអាមៀរកូនហ្វូហៃរ៉ោះសរសេរលើបំណែកស្បែកសត្វប្រគល់ឲ្យគាត់បន្ទាប់មកស៊ូរ៉ាកោះត្រឡប់ទៅវិញនិងជួយបង្វែរទិសដៅពួកសត្រូវរួចរាល់ដោយគាត់បានប្រាប់ពួកគេថាខ្ញុំបានត្រួតពិនិត្យនិងស្វែងរកព័ត៌មានឲ្យអ្នករួចរាល់អស់ហើយនៅតំបន់នេះគ្មានអ្វីឡើយចូលអ្នករាល់គ្នាត្រឡប់ទៅវិញចុះហើយដំណើរហិជ្រោះរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅតែបន្តទៅមុខយ៉ាងរលូននៅតាមផ្លូវពួកគាត់ក៏បានជួបនឹងប៊ូរៃដាព្រមទាំងអ្នករួមដំណើរ70នាក់ដែលបានស្ម័គ្រចិត្តចូលកាន់សាសនាអ៊ីស្លាមទាំងអស់គ្នានៅតាមដងផ្លូវហើយបន្ទាប់មកទៀតនៅត្រង់ចលងភ្នំប៉ាទីនីរីមពួកគាត់បានជួបនឹងសាហាបាត់ម្នាក់ឈ្មោះស៊ូបេតអាល់អាវ៉ាមដែលកំពុងដឹកក្បួនអាជីវករត្រឡប់មកពីតំបន់សាមហើយគាត់ក៏បានជូនសម្លៀកបំពាក់ថ្មីស្រឡាងដល់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងអប៊ូបការផងដែរ